ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ធ្វើឡើងរួមគ្នាជាមួយសហរដ្ឋអាមេរិកទីក្រុង Washington ប្រពន្ធពីមន្ត្រីអាមេរិកបានឲ្យដឹងថាយោធាអាមេរិកបានចូលរួមជាមួយអ៊ីស្រាអែលក្នុងការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាថ្ងៃសៅរ៍នេះបន្ទាប់ពីការចរចាបញ្ហានុយក្លេអ៊ែរប៉ុន្មានលើកជាមួយទីក្រុងតេអ៊ីរ៉ង់តែនៅតែមិនទាន់អាចមានកិច្ចព្រមព្រៀងនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ទី28ខែកុម្ភៈឆ្នាំ2026ខាងប្រពន្ធពីមន្ត្រីអ៊ីស្រាអែលក៏បានទទួលស្គាល់ដែរថាការវាយប្រហារដែលត្រូវធ្វើឡើងប្រឆាំងនឹងប្រទេសអ៊ីរ៉ង់គឺជាប្រតិបត្តិការរួមគ្នាជាមួយសហរដ្ឋអាមេរិកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ីរ៉ង់បានរាយការណ៍អំពីហេតុការណ៍ផ្ទុះនៅក្នុងទីក្រុងដូចជា Isfahan, Karak, Kermanshah និងរដ្ឋធានីតេអ៊ីរ៉ង់ការវាយប្រហារនេះកើតមានឡើងក្រោយពេលដែលអាមេរិកនិងអ៊ីរ៉ង់ទើបតែបញ្ចប់កិច្ចចរចាជុំចុងក្រោយពាក់ព័ន្ធបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់កាលពីថ្ងៃប្រហ័សនៅទីក្រុងហ្សឺណែវហើយនៅតែមិនទាន់អាចសម្រេចកិច្ចព្រមព្រៀងប្រធានាធិបតីអាមេរិកលោក Donald Trump ធ្លាប់បានប្រមានម្ដងហើយម្ដងទៀតថានឹងវាយប្រហារលើអ៊ីរ៉ង់បើការចរចាមិនអាចឈានដល់កិច្ចព្រមព្រៀងមន្ត្រីការពារជាតិអ៊ីស្រាអែលម្នាក់បានអះអាងថាប្រតិបត្តិការខាងលើត្រូវបានគ្រោងរៀបចំអស់រយៈពេលជាច្រើនខែមកហើយក្រោមកិច្ចសហប្រតិបត្តិការជាមួយទីក្រុង Washington ហើយកាលបរិច្ឆេទបើកការវាយប្រហារគឺត្រូវបានកំណត់តាំងពីប៉ុន្មានសប្តាហ៍មុនមកម្លេះគួរបញ្ជាក់ថាកាលពីខែមិថុនាឆ្នាំមុនកំឡុងពេលដែលអាមេរិកនិងអ៊ីរ៉ង់កំពុងចរចាបញ្ហានុយក្លេអ៊ែរអ៊ីស្រាអែលធ្លាប់បានបើកការវាយប្រហារលើអ៊ីរ៉ង់ដែលបង្កទៅជាសង្គ្រាមរយៈពេល12ថ្ងៃជាមួយទីក្រុងតេអ៊ីរ៉ង់ហើយបណ្ដាលឲ្យកិច្ចប្រឹងប្រែងចរចានាពេលនោះដួលរលំទៅវិញកាលនោះអាមេរិកក៏បានចូលរួមទម្លាក់គ្រាប់បែកធុនធ្ងន់លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ